ធម្មទេសនាថ្ងៃទី3ដោយលោកគ្រូស្រីសត្យាណារាយ័នកូអិនកាថ្ងៃទី3បានកន្លងផុតទៅហើយនៅសល់7ថ្ងៃទៀតដើម្បីភាវនាស្អែកថ្ងៃទី4ជាថ្ងៃវិបស្សនាសំខាន់បំផុតមានសិស្សភាគច្រើនទើបនឹងឈានជំហានទី1ក្នុងវិស័យបញ្ញាល្ងាចនេះយើងត្រូវយល់ថាតើអ្វីទៅបញ្ញាពីម្សិលមិញយើងបានពិភាក្សាគ្នាអំពីផ្នែកសមាធិដែលមានថ3ប្រការផ្នែកដែលនៅសល់2ប្រការទៀតរបស់អរិយអដ្ឋាង្គិកមៈគឺបញ្ញាសិលគឺល្អណាស់ដែលចាំបាច់សម្រាប់មនុស្សដែលរស់នៅជាសង្គមសិលមានសារៈសំខាន់ក្រៃលែងព្រោះជាជំហានទី1ក្នុងមាគ៌ារំដោះទុក្ខបុគ្គលណាដែលឥតកាន់សិលបុគ្គលនោះគ្មានលទ្ធភាពនឹងបានរំដោះរួចផុតពីសេចក្តីទុក្ខពេញបរិបូរណ៍នឹងបានត្រាស់ដឹងពេញលក្ខណៈឡើយប៉ុន្តែបើគ្រាន់តែកាន់សិលសុទ្ធសាធមិនអាចធ្វើឲ្យអ្នកណាម្នាក់បានជាបុគ្គលត្រាស់ដឹងអាចរំដោះអ្នកណាម្នាក់ឲ្យរួចផុតពីទុក្ខទាំងអស់បានឡើយនេះជាជំហានល្អសំខាន់បំផុតមានតម្លៃណាស់ប៉ុន្តែគ្រាន់តែជាជំហានទី1នៅឡើយសិលមិនមែនជាធម៌ពេញលេញគ្រប់គ្រាន់នៅឡើយដូច្នេះត្រូវឈានចូលទៅជំហានទី2គឺសមាធិដោយបានកាន់សិលអ្នកតំធ្វើអំពើទាំងអស់ដោយកាយនិងដោយវាចាដែលឲ្យទុកទោសដល់សត្វដទៃនិងដំណើរគ្នាឲ្យទុកទោសដល់ខ្លួនឯងដែរជាជំហានល្អបំផុតសមាធិក៏សំខាន់ណាស់ទៅទៀតសមាធិសំខាន់សម្រាប់សិលផងហើយសំខាន់សម្រាប់បញ្ញាផងដោយបានចម្រើនសមាធិអ្នកអាចត្រួតត្រាចិត្តអ្នកបានអាចពង្រីកភាពជាម្ចាស់លើចិត្តអ្នកបានតទៅអ្នកអាចកាន់សិលកាន់សិក្ខាបទឲ្យត្រឹមត្រូវប្រកបដោយសេចក្តីទុកចិត្តលើខ្លួនឯងព្រោះសមាធិសំខាន់បំផុតប៉ុន្តែចូលយល់ថាសមាធិសតសាធមិនអាចរំដោះអ្នកណាម្នាក់បានឡើយអ្នកអាចមានសិលអាចមានសមាធិរួចអ្នកនៅតែមិនទាន់រំដោះពេញបរិបូរណ៍មិនទាន់បានត្រាស់ដឹងពេញលក្ខណៈនោះឡើយកាលណាកិលេសកើតឡើងក្នុងចិត្តនៅលើផ្ទៃរបស់ចិត្តសមាធិនឹងជួយដើម្បីច្រានវាចេញជាការល្អហើយដែលអ្នកបានច្រានវាចេញពុំនោះសោតទេកិលេសនោះនឹងបង្ហាញឲ្យឃើញខ្លួនឯងជាអំពើអកុសលដោយវាចាឬដោយចិត្តតាមពិតអ្នកមិនមែនច្រានវាចេញទេអ្នកច្រានវាចូលទៅវិញអ្នកបង្ក្រាបវាទេវាចូលយ៉ាងជ្រៅទៅទៅដល់ថ្នាក់ភវង្គចិត្តជាមួយសមាធិអ្នកដោះស្រាយវិញ្ញាណចិត្តប៉ុន្តែភវង្គចិត្តនៅឥតប៉ះពាល់ត្រូវនោះឡើយឃ្លាំងអាសវៈកិលេសដ៏ធំស្ថិតនៅមានជាភ្នំភ្លើងពួនសំងំដេកលក់ដែលអាចផ្ទុះឡើងពេលណាមួយរួចនឹងយកអំណាចមកគ្របសង្កត់លើអ្នកទៀតអ្នកមិនអាចរំដោះរួចផុតពីទុក្ខឡើយដរាបណាចង្រកកិលេសមាននៅត្រង់ទីនោះចង្រកកិលេសចាស់ក៏មាននៅភវង្គចិត្តជ្រៅដែរអ្នកមិនអាចរំដោះទុក្ខឡើយចំពោះរឿងនេះជំហានសំខាន់ទី3របស់ធម៌គឺបញ្ញាពេលណាអ្នកបានពង្រីកបញ្ញាឲ្យពេញបរិបូរណ៍ពេលនោះទើបអ្នកអាចបានរំដោះពីទុក្ខទាំងអស់ពេញទីព្រោះអ្នកបានរំដោះពីកិលេសទាំងអស់ពេញទីហើយទោះបីនៅត្រង់ថ្នាក់យ៉ាងជ្រៅបំផុតដែលហៅថាភវង្គចិត្តក្តីក៏មិនអាចនៅមានស្នាមគំនុះកិលេសទៀតឡើយការរំដោះបែបនេះត្រូវធ្វើដោយបញ្ញាដោយវិបស្សនាញាណកាលណាចិត្តបានរំដោះរួចផុតពីអាសវៈកិលេសទាំងអស់ចិត្តប្រែទៅជាបរិសុទ្ធក្រៃលែងតាមធម្មជាតិចិត្តបរិសុទ្ធគឺពោពេញដោយមេត្តាឥតព្រំដែនករុណាឥតព្រំដែនមុទិតាឥតព្រំដែនឧបេក្ខាឥតព្រំដែនប្រកបដោយចិត្តបែបនេះតាមធម្មជាតិអ្នករមែងប្រតិបត្តិដោយមិនបាច់ខំប្រឹងប្រែងឡើយដូច្នេះចាប់ពីពេលនេះទៅដោយអ្នកមិនបង្កើតកិលេសណាមួយដូច្នេះអ្នកមិនអាចប្រព្រឹត្តអំពើណាមួយដោយកាយឬវាចាដែលឲ្យទុកទោសដល់អ្នកដទៃនិងឲ្យទុកទោសដល់ខ្លួនឯងឡើយអ្នកបានរំដោះរួចផុតពីទុកទោសទាំងអស់អ្នកមិនអាចឲ្យទុកទោសដល់អ្នកណាម្នាក់ឬដល់ខ្លួនឯងទៀតឡើយចិត្តបានប្រែទៅជា
ជាបរិសុទ្ធស្អាតល្អបំផុតហើយនោះគឺជាចិត្តបានរួចរំដោះចិត្តបែបនេះតែងបានសម្រេចដោយបញ្ញាការប្រតិបត្តិសិលជាការចាំបាច់សម្រាប់ឲ្យកើតសមាធិបើឥតកាន់សិលអ្នកមិនអាចបានសម្រេចសមាធិប្រភេទត្រូវឡើយអ្នកអាចចម្រើនសមាធិអាចប្រមូលចិត្តឲ្យមូលបានប៉ុន្តែការប្រមូលចិត្តឲ្យមូលនោះនឹងមិនដឹកនាំអ្នកនឹងមិនស្ទួយអ្នកឲ្យទៅដល់មាគ៌ាដែលត្រូវបានរំដោះផុតពីកិលេសទាំងអស់បានឡើយការកាន់សិលនឹងជួយអ្នកដើម្បីចម្រើនសមាធិត្រូវរួចសមាធិត្រូវនឹងជួយអ្នកដើម្បីពង្រីកបញ្ញារបស់អ្នកផ្ទាល់ឲ្យចម្រើនឡើងកាលណាអ្នកប្រតិបត្តិក្នុងមាគ៌ាត្រឹមថ្នាក់ដំបូងយើងនិយាយថាជំហានទី1ជំហានទី2ជំហានទី3ប៉ុន្តែពេលអ្នកប្រតិបត្តិក្នុងមាគ៌ាអ្នកតែងពង្រីកធម៌ទាំង3នេះជាមួយគ្នាដំណើរគ្នាសិលនឹងជួយសមាធិសិលនឹងជួយបញ្ញាសមាធិនឹងជួយសិលសមាធិនឹងជួយបញ្ញាបញ្ញានឹងជួយសមាធិបញ្ញានឹងជួយសិលសភាវធម៌ទាំង3នេះនឹងជួយគ្នាទៅវិញទៅមកប្រៀបដូចចន្ទុលមានជើង3ជើងទាំង3រមែងជួយគាំទ្រគ្នាទៅវិញទៅមកប៉ុន្តែនៅត្រង់ថ្នាក់នេះអ្នកត្រូវរក្សាសិលមុនអ្នកបានចម្រើនសមាធិរួចហើយឥឡូវអ្នកចូលដល់វិស័យបញ្ញាដូច្នេះចូលយល់ថាតើអ្វីបញ្ញានេះផ្នែកធម៌ទាំងពីរទៀតដែលនៅសល់គឺបញ្ញាគេហៅថាសម្មាសង្កប្បៈនិងសម្មាទិដ្ឋិសម្មាសង្កប្បៈប្រែថាការត្រេះរិះត្រូវគំនិតត្រូវមាននៅត្រង់នោះនៅឡើយបញ្ញារបស់អ្នកមិនមែនចាប់ផ្ដើមឡើងតែកាលណាអ្នកគ្មានគំនិតអ្វីសោះឡើយមិនមែនចាំបាច់ដាច់ខាតយ៉ាងនោះឡើយគំនិតមាននៅត្រង់ទីនោះប៉ុន្តែផ្នត់គំនិតត្រូវផ្លាស់ប្ដូរព្រះពុទ្ធតែងប្រើពាក្យពីរស័ព្ទជាពាក្យសំខាន់បំផុតយោនិសោមនសិការៈនិងអយោនិសោមនសិការៈអយោនិសោមនសិការៈមានន័យថាគំនិតអាក្រក់ដែលឲ្យទុក្ខទោសនិងគ្រោះថ្នាក់ដល់អ្នកព្រោះជាគំនិតមានលាភពណ៌គំនិតនោះមានលាភពណ៌ជារាជនិច្ចគំនិតនោះមានលាភពណ៌ទោសៈពណ៌ហិង្សាគំនិតមានលាភពណ៌អវិជ្ជាការផន់ច្រឡំមោហៈវិបលាសការច្របូកច្របល់ទាំងអស់នេះហៅថាអយោនិសោមនសិការៈអ្នកមិនអាចគិតត្រឹមត្រូវឡើយការរិះគិតគំនិតរបស់អ្នកទាំងអស់សុទ្ធតែខុសវានឹងដឹកនាំអ្នកឆ្ពោះទៅរកសេចក្តីទុក្ខគ្មានអ្វីក្រៅពីសេចក្តីទុក្ខឡើយយោនិសោមនសិការៈអ្នកផ្ដើមត្រេះរិះគិតតាមរបៀបត្រឹមត្រូវពេលនោះយ៉ាងហោចណាស់ត្រឹមថ្នាក់ចន្ទតាមយៈបញ្ញាដែលអ្នកចាប់ផ្ដើមយល់សច្ចធម៌សិស្សដែលអញ្ជើញមកកាន់ធម្មសិក្សានេះកាលណាអ្នកផ្ដើមពិនិត្យមើលខ្យល់ដង្ហើមអ្នកបានចាប់ផ្ដើមដោះស្រាយបញ្ហាជាមួយចិត្តអ្នកមែនពេទ្យក្នុងពេលអ្នកភាវនាជាមួយខ្យល់ដង្ហើមអ្នករមែងដោះស្រាយបញ្ហានៅត្រង់ផ្ទៃលើរបស់ចិត្តជាការល្អយ៉ាងហោចណាស់អ្នកបានចាប់ផ្ដើមភាវនានៅត្រង់ផ្ទៃលើរបស់ចិត្តដែរដូច្នេះស្រទាប់ខ្លះនៃអាសវៈកិលេសនៅផ្ទៃលើរបស់ចិត្តដែលអ្នកបានសន្សំគោតកពីអតីតមកចាប់ផ្ដើមប្រេះឆាវាចាប់ផ្ដើមរលើងដាច់ឫសគល់បន្តិចម្ដងមួយស្រទាប់ហើយមួយស្រទាប់ទៀតជាលំដាប់តទៅមុនដំបូងនៅពេលដែលសិស្សចាប់ផ្ដើមភាវនាតាមបច្ចេកទេសនេះមានគំនិតជាច្រើនដែលពោពេញដោយកិលេសចេញមកជួនកាលអ្នកភ័យខ្លាចពីមុនមកខ្ញុំមិនដែលមានគំនិតអាក្រក់បែបនេះទេឥឡូវនេះតើមានអ្វីកើតឡើងនៅពេលដែលខ្ញុំកំពុងចម្រើនកម្មដ្ឋានមានគំនិតអាក្រក់ជាច្រើនពន់ពេកលេចចេញមកខ្ញុំមិនដែលជាមនុស្សប្រភេទនោះឡើយតើមានអ្វីកើតឡើងព្រោះអ្នកបានអង្រុនអុកឡកកិលេសទាំងអស់នោះឲ្យរង្គើបរួចឥឡូវនេះវាត្រូវបានហួតហែងដូច្នេះគំនិតអ្នកទាំងអស់ដែលបានលាបពណ៌ដោយកិលេសនោះត្រូវបានអង្រុនឲ្យរង្គើបប៉ុន្តែកាលណាអ្នកចេះតែខំពិនិត្យមើលខ្យល់ដង្ហើមតទៅអ្នកបានទទួលរយៈពេល 2-3 ខណៈដែលអ្នកគ្រាន់តែពិនិត្យមើលដោយឧបេក្ខារយៈពេល 2-3 ខណៈនោះចាប់ផ្ដើមរ
มเลืองดัจหรือโกลอาสวะเกลเตียงโนมวยสระตอบหายมวยสระตอบเตียนอยู่เลืองดัจหรือโกลดูชนะอย่างเฮานะในตรังปฏิเลรบาจัดจำนวนอาสวะเกลคลาโรเมนเล็กใจโมกมเน็ตเนเมียนตรังตีนุหนึ่งลายปอนตายพนัดตำลอบโรเมนพลับโดไอเหล่านี้เมียนเปลเพียจานกมเน็ตโรเมนเจียกมเน็ตจอบแตะโตหนังทอหนึ่งเพลาเต้ารบาจีเวตเพลาตรำเต้าละรบาจีเวตพนัดกมเน็ตบานพลับโดเอไอเหล่านี้เจียมวยสถานการณ์นี้เนอาเชียนจมเฮียนเจียบรรทอบตัวเตียดคือสมาเต็ดเทกาโยลเต้าเปลนาเมียนโยนิซามันเนสิการะเปลนากมเน็ตทัดเนื้อของตึกดาวเต้าตึกดาวตรำเต้าละโดยอัดเมียนเลียบวอดดาวเกลัยเปลนุกาโยลรบานเนการตายประสาล่างกาโยลตรำเต้ากาโยลตามใบแผ่นเต้ากาโยลสัจจะทอตามเพียบเปิดอัดเมียนเลียบวอดดาวและขั้นรบจัดเนดาวอาสวะเกลัยรบจัดเนย่างเฮานะเนบานปดามริกตรำเต้าละตัวใบอาสวะเกลัยเมียนนูตรังตีนูลายกระไดเพวงกระจัดแตงมูลเนวเตโปเป็นดอยอาสวะเกลัยอย่างเฮานะตรังตีเลอตรังธนะจันตามยะปัญญาเนเติบแต่จับดามริกตพิจารณาขนมเมียเกียตรำเต้าเตเรื่องนี้บ้านเจียจำนวนดัดทมปนลือแปรตัดเมียนบัญจังตรังตีนูปนตายกาลนาปโปกระขมาวงเงิดรสชาติตุบังแปรตัดคือเวียงเงิดเชิงเนอัดเมิลเคยปนลือลายเปลนาสระตอปโปกระนูรสชาติตุบัดเปลนูปโปกเนเมียนตรังตีนูปนตายเหมือนแมนเจียปโปกระโดยมุนเตรวยเนจับดาวเมิลเคยปนลือลางโดยเขียดได้เปลนาพนัดกำนัดบานพลับโดเตวจิโยนิซามันเนสิการะใบแพนกำนัดเติบบานจับดามลางหายเปลนูเนทัดเนวขนองสถานเพียบดำใบเชียนจุมเฮียนเตวขังมกคือสมาเติดเทกาโยลสัจจะตามเพียบเปิดมันแมนกรอนแต่เล็กจังโมกเจียไว้กรอนใต้ตำนงเจียไว้หลายเวียรเมนเล็กจังล้างเจียมวยหนังกาพรจุลลัมเจียมวยโมหะปนตายกาลนากาพรจุลลัมโมหะถึงโนรเลิงดัจหรือโกลเปลนูเวเตวจิเปิดตามเพียบเปิดโนคือปัญญาคือวิปัสสนาเนียนรบาเนกาโยลสัจจะตามเพียบเปิดมาอย่างเตียดปัญญาเมียนใบถนัดใดปัญญาเมียนใบจุมเฮียนสำคัญตีมวยโสตามยะปัญญาขนมเพียซาโบราณในประเทศอินเดียโสตามยะปัญญาเมียนในท่าจำแนกวิเชียเดเนบานสำรัจดัดบานสดาบคือจะปัญญารบบุคคลดัดเตียดเนบานลือบานสดาบบานอ่านรุ่ยเนบานพร้อมตัวโยกเตวคือจะโสตามยะปัญญามโนมันเนแต่บ้านกาขนมครัวซาปีใส่มวยบ้านจอบแตะตองในกายปีใส่มวยประเพยในปีใส่มวยตั้งปีไว้นึกเมย์มาไล่ใจแต่สดับลือสัจจะตัวเจ้าไว้ก็ได้แต่ครัวซาปีใส่ในกายปีใส่หนุบ้านเจือใจแต่สดับลือสัจจะดดได้รโหดโมกเนบ้านดัจุ่มเนื้อเจียสระตอบโกหรือเนียมวยสระตอบหายมวยสระตอบเตียเนื้อขนมจัดรบานเนจัดโรเมนจอบและขันอย่างมอมจุ่มมวยจุ่มเนื้อแต่เนบ้านสดับลือตั้งปีนึกเมย์นะเนพร้อมตัวโยกเรื่องแต่นุกดาวจุ่มเนื้อดาวสเทียปันใต้เมียนเพียจานไปคลายตูจะจุ่มเนื้อขวะสเทียขวะโสตามยะปัญญาอ่อนนะช่วยจรันนะปรบานพดาลเยิงในการดอกกำเนิดละในโกลดาวในน้อมดับใบตัวโรคจุ่มเฮียนตีปีแต่หาวท่าจันตามยะปัญญาเนบานโยลในตรังธนะปรัชญาไตรรีเนซาลบองไปเจ้ารนาอ่อยเคยหายพอละไว้เด็กขยมบานลือได้ขยมบานอ่านตาสำอ้างเลือโกลแก้วหรือเตตาซ้ำหายพอหรือเตตาตำนวงหรือเตบาดชไหนแมนโจลพร้อมตัวโยกเต้วนุคือจะจันตามยะปัญญาปันตายจะยักหน่อยนะเนมันบานเตียงเชียนตัวโรคจมเฮียนตีปีพองมันจำบ้านเย่อมปีจมเฮียนตีใบลายเวียนนูง่ายปีปัญญาไกรเล
លែងសូមបីជំហានទី2ក៏អ្នកអត់បានទាំងឈានដើរផងព្រោះអ្នកនៅជាប់តាក់ទងជាច្រើនណាស់ក្នុងសទ្ធាខ្វាក់ជំនឿងងឹតងងល់ប៉ុន្តែជួនកាលនៅទីបំផុតមនុស្សលោកគឺជាមនុស្សលោកតាមធម្មជាតិមនុស្សលោកជាសត្វលោកចេះពិចារណារកហេតុផលមនុស្សលោករមែងសាកល្បងជានិច្ចដើម្បីពិចារណារកហេតុផលរមែងប្រើប្រាជ្ញាពេលនោះរៀមច្បងនៃគ្រួសារមេដឹកនាំរបស់និកាយមេដឹកនាំរបស់សង្គមបានអង្រុនឲ្យរង្គើរួចគម្រាមកំហែងថាអោអ្នកសង្ស័យអំពីសច្ចៈនៅក្នុងគម្ពីររបស់យើងឬអំពីអាវាតរបស់អ្នកបង្កើតសាសនាយើងឬលោកជាបណ្ឌិតយ៉ាងស្នើមជាព្រះអរហន្តជាបុគ្គលអ្នកត្រាស់ដឹងអ្នកដឹងឬទេតើលទ្ធផលអ្វីដែលអ្នកនឹងទទួលលទ្ធផលគឺក្រោយពេលស្លាប់ទៅអ្នកនឹងធ្លាក់ចុះទៅឋាននរកហើយការពណ៌នាអំពីឋាននរកគួរឲ្យរន្ធត់គួរឲ្យស្ញប់ស្ញែងក្រៃលែងអ្នកភ័យខ្លាចថាទេលោកឪពុកទេខ្ញុំមិនចង់ធ្លាក់ចុះទៅឋាននរកទេខ្ញុំសុខចិត្តព្រមទទួលតាមទាំងអស់នៅអ្វីដែលលោកបានសម្ដែងខ្ញុំឥតប្រើចិន្តាមយៈបញ្ញាខ្ញុំឡើយខ្ញុំនឹងព្រមទទួលធ្វើតាមអ្វីដែលគម្ពីរបានចែងអ្វីដែលមានក្នុងប្រពៃណីទាំងអស់ពោពេញដោយការភ័យខ្លាចអ្នកមិនបានទាំងឈានទៅជំហានទី2ផងអ្នកព្រមទទួលយកសច្ចៈដោយភ័យខ្លាចទោះបីអ្នកព្រមទទួលយកសច្ចៈដោយសទ្ធាខ្វាក់ឬភ័យខ្លាចក៏ដោយវាជាការព្រមទទួលយកតែប៉ុណ្ណោះមិនមែនជាការពិសោធន៍ផ្ទាល់របស់អ្នកឡើយជួនកាលមេដឹកនាំនិកាយនោះឯងបង្កើតឲ្យមានការលោភលន់ក្នុងចិត្តរបស់អ្នកដោយនិយាយថាជាការល្អប្រសិនបើអ្នកសុខចិត្តព្រមទទួលយកតាមពាក្យរបស់គម្ពីរយើងប្រពៃណីយើងអ្នកបង្កើតសាសនាយើងពេលនោះអ្នកដឹងឬទេតើមានអ្វីកើតឡើងក្រោយពីស្លាប់ទៅអ្នកនឹងឡើងទៅកើតឯឋានសួគ៌ដែលពោពេញដោយទេវតានិងចំណីអាហារទិព្វសម្បើមហើយគេចាប់ផ្ដើមស្រក់ទឹកមាត់តើខ្ញុំចង់បានអ្វីទៀតពេលនោះខ្ញុំសុខចិត្តព្រមទទួលធ្វើតាមទៅបើគ្រាន់តែសុខចិត្តព្រមទទួលខ្ញុំនឹងបានរបស់ទាំងអស់នោះមែនអស់ចាហើយខ្ញុំក៏សុខចិត្តព្រមទទួលយកដោយសទ្ធាខ្វាក់ដោយភ័យខ្លាចដោយលោភៈទៅការគ្រាន់តែព្រមទទួលយកដោយសត្វសាទជាសង្យោជនៈដ៏ធំអ្នកមិនអាចឈានដើរទៅរកជំហានទី2គឺចិន្តាមយៈបញ្ញាបានឡើយជនខ្លះហ៊ានឈានទៅរកជំហានបន្តទៀតគឺចិន្តាមយៈបញ្ញាឥឡូវនេះអ្នករមែងប្រើប្រាជ្ញារបស់អ្នកសាកល្បងដោះស្រាយរឿងនេះជាជំហានទី1សំខាន់បំផុតព្រោះជំហានទី1ជួយច្រើនណាស់ដូច្នេះជំហានទី2ក៏ជួយច្រើនណាស់ដែរវាផ្ដល់ឲ្យដកគំនិតល្អគោលការណ៍ណែនាំដើម្បីឈានជំហានទី3ប៉ុន្តែមានពេលភាគច្រើនទៀតអ្នកស្ទះជាប់នៅត្រឹមជំហានទី2កាលណាអ្នកស្ទះជាប់នៅត្រឹមជំហានទី1ដែលជួយច្រើនណាស់ជំហានទី1នេះបានប្រែទៅជាសង្យោជនៈជាឧបសគ្គមករារាំងទៅវិញអ្នកមិនអាចខិតដើរទៅមុខទៀតបានទេដូចគ្នាដែរជួនកាលជំហានទី2បានប្រែទៅជាសង្យោជនៈជាឧបសគ្គមករារាំងអ្នកក៏មិនអាចខិតដើរទៅមុខទៀតបានដែរអ្នកបានប្រែរីដោយប្រាជ្ញានៅអ្វីដែលអ្នកបានស្ដាប់ឮរួចពង្រីកទំហំអញ្ញយមឲ្យធំមហិមាថាពេលឥឡូវនេះខ្ញុំដឹងអ្វីទាំងអស់អំពីសច្ចៈហើយខ្ញុំអាចធ្វើសន្តរកថាអាចសម្ដែងធម្មទេសនាបានខ្ញុំអាចជជែកវែកញែកបានខ្ញុំអាចពិភាក្សាតទល់បានខ្ញុំអាចសរសេរសៀវភៅបានខ្ញុំអាចបង្ហាញផុសតាងថាជំនឿយើងលទ្ធិយើងប្រពៃណីយើងត្រឹមត្រូវពិតប្រាកដជំនឿលទ្ធិប្រពៃណីដទៃសតតែខុសទាំងអស់អំពើល្ងិតល្ងងទាំងអស់នោះតែងលេចចេញមកនោះវានៅតែមិនទាន់បានជាបញ្ញារបស់ខ្លួនអ្នកផ្ទាល់គឺជាបញ្ញារបស់បុគ្គលដទៃទៀតអ្នកគ្រាន់តែបានត្រេះរិះដោយចិន្តាមយៈបញ្ញាប៉ុណ្ណោះមិនមែនជាបញ្ញារបស់ខ្លួនអ្នកផ្ទាល់ឡើយបញ្ញារបស់ខ្លួនអ្នកផ្ទាល់នឹងកើតឡើងតែកាលណាអ្នកពិសោធន៍ឃើញដោយខ្លួនឯងផ្ទាល់ជាមួយការពិសោធន៍ឃើញដោយខ្លួនឯងផ្ទាល់បញ្ញាដែលកើតឡើងនោះហៅ
ថាភាវនាមយៈបញ្ញានៃត្រង់របស់ពាក្យភាវនាថាអ្នករមែងរស់នៅអ្នករមែងរស់នៅជាមួយបញ្ញានោះព្រមទាំងជាមួយការពិសោធន៍គឺអ្នករមែងដឹងថាតើអ្វីបញ្ញានោះពុំនោះសោតទេគឺជាតម្រេះវិជាសត្វសាស្ត្រត្រឹមថ្នាក់ចន្តាមយៈបញ្ញាប៉ុណ្ណោះមានការប្លែកគ្នាដ៏ទូលំទូលាយរវាងតម្រេះវិជានិងបញ្ញារមែងកើតឡើងជាមួយការពិសោធន៍ឃើញរបស់អ្នកផ្ទាល់ហើយនេះជាបញ្ញាទី3គឺភាវនាមយៈបញ្ញាដែលរំដោះអ្នកឲ្យផុតពីសង្យោជនៈទាំងអស់សង្យោជនៈនៃអាសវៈកិលេសទាំងអស់ចិត្តប្រែទៅជាស្អាតបរិសុទ្ធឡើងអ្នកបានរំដោះរួចផុតពីទុក្ខទាំងអស់បញ្ញាទី1ជួយដើម្បីដឹកនាំអ្នកទៅរកជំហានទី2ប៉ុន្តែគឺភាវនាមយៈបញ្ញាទី3ទេដែលស្រាយមុខចំណងបើកមុខចំហដែលអ្នកបានចងទុកជាប់ជ្រៅនៅក្នុងចិត្តភាវនាមយៈបញ្ញានឹងជួយអ្នកដើម្បីរំដោះឲ្យរួចផុតពីទម្លាប់ចាស់ដែលចេះតែចងចំណងថែមលើចំណងអ្នកនឹងឈប់លែងចងចំណងថ្មីទៀតរួចអ្នកនឹងស្រាយចំណងចាស់ចោលជាបន្តអ្នកនឹងឈប់លែងបង្កើតកិលេសថ្មីរួចអ្នកនឹងចេះតែគាស់រំលើងផ្ដាច់ឬគល់ជង្រុកចាស់របស់អ្នកនៅត្រង់ថ្នាក់យ៉ាងជ្រៅបំផុតចោលឲ្យអស់ជាបន្តភាវនាមយៈបញ្ញានេះរមែងចាប់ផ្ដើមពីផ្ទៃលើរបស់ចិត្តហើយចូលកាន់តែជ្រៅទៅពេលណាអ្នកបានពិសោធន៍ត្រង់ថ្នាក់យ៉ាងជ្រៅតាំងពីក្រោតក្រៀតទៅល្អិតពីឧឡារិកោទៅសុខមាយ៉ាងល្អិតទៅពេលនោះភាពមិនបរិសុទ្ធគឺអាសវៈកិលេសត្រង់ថ្នាក់យ៉ាងជ្រៅចេះតែលេចចេញមករួចរលត់បាត់ទៅវិញជាបន្តរហូតដល់តែអ្នកទៅដល់ថ្នាក់យ៉ាងល្អិតបំផុតដែលអាសវៈកិលេសទាំងអស់ត្រូវបានដាច់ឬគល់អស់នេះគឺជាភាវនាមយៈបញ្ញាតាមពិតការលេងល្បែងរំភើបចិត្តនិងល្បែងសទ្ធាក្នុងនាមប្រធរជាសង្យោជនៈកិលេសដ៏ធំដូចគ្នាដែរការលេងល្បែងចន្តាមយៈបញ្ញាក៏ជាសង្យោជនៈដ៏ធំវាឥតបានរំដោះទុកឡើយភាវនាមយៈបញ្ញាកើតឡើងតែកាលណាអ្នកមានបញ្ញាផ្ទាល់កាលណាអ្នកមានបញ្ញាត្រង់ថ្នាក់ពិសោធន៍ផ្ទាល់ទើបការរីកចម្រើនលូតលាស់ចាប់ផ្ដើមឡើងបញ្ញារបស់បុគ្គលដទៃទៀតមិនអាចរំដោះទុកអ្នកបានឡើយបញ្ញារបស់បុគ្គលដទៃទៀតអាចគ្រាន់តែជួយអ្នកឲ្យដោះគំនិតល្អគ្រាន់តែបង្ហាញផ្លូវអ្នកតែប៉ុណ្ណោះអ្នកត្រូវពង្រីកបញ្ញារបស់ខ្លួនឯងផ្ទាល់បញ្ញាដែលព្រះសទ្ធត្ថគោតមបានពង្រីកឲ្យចម្រើនលូតលាស់អាចរំដោះបានតែមនុស្សម្នាក់ហើយមនុស្សម្នាក់នោះគឺព្រះសទ្ធត្ថគោតមនេះឯងគ្មានអ្នកដទៃទៀតឡើយសម្រាប់អ្នកដទៃទៀតគ្រាន់តែជួយឲ្យដោះគំនិតល្អជាមគ្គទេសប៉ុណ្ណោះអ្វីដែលព្រះអង្គបានរំដោះរួចហើយនាំឲ្យយើងធ្វើតាមព្រះអង្គដែរបុគ្គលម្នាក់ត្រូវពង្រីកបញ្ញារបស់ខ្លួនផ្ទាល់ដើម្បីរំដោះខ្លួនឯងបើគ្រាន់តែមានជំនឿខ្វាក់សត់សាចចំពោះអវាទរបស់បុគ្គលអ្នកត្រាស់ដឹងគឺព្រះពុទ្ធគ្រាន់តែយល់ពុទ្ធដីកាត្រឹមថ្នាក់ចន្តាមយៈបញ្ញាទេមិនបានធ្វើឲ្យអ្នកណាម្នាក់បានរំដោះទុក្ខឡើយអ្នកត្រូវពិសោធន៍ឲ្យឃើញសច្ចៈនៅក្នុងខ្លួនឯងហើយដើម្បីសម្រេចគោលបំណងនេះទើបអ្នកទាំងអស់គ្នាបានអញ្ជើញមកទីនេះបើគ្រាន់តែជាល្បែងរំភើបចិត្តឬល្បែងសទ្ធាឬល្បែងចន្តាមយៈបញ្ញាទេអ្នកអាចអញ្ជើញចូលរួមក្នុងសកម្មភាពជាច្រើនជាសកម្មភាពជំនឿខ្លះត្រង់ទីណាមួយសម្រាប់2-3ម៉ោងឬធម្មទេសនាខ្លះធម្មសាកាឆាខ្លះការជជែកតទល់អំពីធម៌ខ្លះត្រង់ទីណាមួយអ្នកអាចបំពេញការរំភើបចិត្តឬចន្តាមយៈបញ្ញារបស់អ្នកឲ្យស្កប់បានប៉ុន្តែមិនមែនក្នុងគោលបំណងនេះទេដែលអ្នកអញ្ជើញមកធម្មសិក្សាដូចនេះអ្នកអញ្ជើញមកទីនេះដើម្បីពង្រីកបញ្ញារបស់ខ្លួនផ្ទាល់ដែលឲ្យផលប្រយោជន៍គុណប្រយោជន៍ពិតប្រាកដមែនទែនឧទាហរណ៍មនុស្សម្នាក់ឃ្លានណាស់បានអញ្ជើញទៅភោជនីយដ្ឋានមួយយ៉ាងល្អគាត់អង្គុយចុះអ្នកបម្រើតុហុចបញ្ជីមុខម្ហូបមកឲ្យគាត់បានមើលឃើញមុខម្ហូបចប់ទាំងអស់ក៏លាន់មាត់ថាអស្ចារ្យហើយម្ហូបយប់នេះមុខជាឆ្ងាញ់ណាស់
ដោយសារគាត់បានឃើញមុខម្ហូបអស់ហើយគាត់ចេញទឹកមាត់នេះជាឧបទ្ទហេតុទី1ឧបទ្ទហេតុបន្ទាប់ទៀតគាត់បានបញ្ជាទិញម្ហូបរបស់គាត់ត្រូវរងចាំប្រហែលមួយរយៈពេលក្នុងពេលនោះគាត់សម្លឹងមើលមនុស្សដទៃគេបានទទួលម្ហូបរួចហើយគេកំពុងតែបរិភោគគេបរិភោគយ៉ាងសប្បាយអស្ចារ្យហើយម្ហូបពេលនេះពិតជាឆ្ងាញ់ណាស់គាត់ចេញទឹកមាត់ម្ដងទៀតនេះជាឧបទ្ទហេតុទី2ឧបទ្ទហេតុទី3ឥឡូវគេយកម្ហូបមកបម្រើរួចគាត់បានភ្លក់ម្ហូបនេះមនុស្សនេះបានបរិភោគខ្លួនឯងផ្ទាល់ឧបទ្ទហេតុទី1គ្រាន់តែជាសតមយៈបញ្ញាគាត់បានឃើញតែមុខម្ហូបទេដោយសារបានអានមុខម្ហូបអ្នកអត់តាន់បានបរិភោគអត់តាន់បានស្គាល់រសជាតិនៅឡើយឧបទ្ទហេតុទី2ជាចិន្តាមយៈបញ្ញាអ្នករមែងប្រើប្រាជ្ញារិកិតដោយសារប្រាជ្ញារិកិតអ្នករមែងដឹងថាកាលណាគេបរិភោគឆ្ងាញ់តើគេមានទឹកមុខបែបណាពេលឥឡូវនេះអ្នករមែងឃើញទឹកមុខបែបនោះនៅលើមុខមនុស្សនោះពិតប្រាកដជាគេបរិភោគយ៉ាងឆ្ងាញ់នេះគ្រាន់តែជាចិន្តាមយៈបញ្ញាទេឧបទ្ទហេតុទី3គឺភាវនាមយៈបញ្ញាអ្នកបានផ្ដើមបរិភោគខ្លួនឯងបានស្គាល់រសជាតិឆ្ងាញ់ផ្ទាល់ខ្លួនឯងគឺបញ្ញាទី3ទេដែលអ្នកបានទទួលលទ្ធផលផ្ទាល់ខ្លួនឧទាហរណ៍មួយទៀតជួនកាលសច្ចធម៌កាន់តែបានភ្លឺច្បាស់ឡើងទៀតដោយប្រើឧទាហរណ៍ខ្ញុំមានជំងឺធ្ងន់ខ្ញុំទៅពិគ្រោះជាមួយគ្រូពេទ្យបានពិនិត្យមើលខ្ញុំរួចគាត់បានសរសេរសម្បត្តិទិញថ្នាំមួយឲ្យខ្ញុំសប្បាយចិត្តណាស់ខ្ញុំបានត្រឡប់មកផ្ទះវិញខ្ញុំមានជំនឿធំលើគ្រូពេទ្យការមានជំនឿលើគ្រូពេទ្យគ្មានខុសអ្វីឡើយប៉ុន្តែពេលនោះជំនឿនេះคล้ายទៅជាជំនឿខ្វាក់តើមានអ្វីកើតឡើងខ្ញុំដាក់រូបថតវេជ្ជបណ្ឌិតនេះលើគ្រែតាំងធ្វើសក្ការៈបូជាខ្ញុំក្រាបថ្វាយបង្គំ3ដងថ្វាយផ្កាដុតធូបថ្វាយបង្អែមប្រទីបរួចយកសម្បត្តិទិញថ្នាំនោះមកសូត្រថា2គ្រាប់ពេលព្រឹក2គ្រាប់ពេលរសៀល2គ្រាប់ពេលល្ងាចខ្ញុំចេះតែសូត្រយ៉ាងនោះនេះជាអំពើល្ងង់ខ្លៅតើជាលបែងអ្វីសទ្ធាខ្វាក់រមែងប្រព្រឹត្តធ្វើយ៉ាងនេះគ្មានអ្វីទៀតសោះជាអំពើល្ងង់ខ្លៅសុទ្ធសាធលើកទី2ខ្ញុំទៅរកគ្រូពេទ្យនោះទៀតតើលោកគ្រូពេទ្យសរសេរអ្វីលើក្រដាសនេះតើនឹងជួយខ្ញុំយ៉ាងដូចម្ដេចឥឡូវនេះខ្ញុំចាប់ផ្ដើមប្រើចិន្តាមយៈបញ្ញារបស់ខ្ញុំគ្រូពេទ្យគាត់សាកល្បងបញ្យល់ខ្ញុំមើលចុះនេះជាជំងឺរបស់អ្នកហើយនេះហេតុជាឫសគល់របស់ជំងឺអ្នកចំពោះសម្បត្តិទិញថ្នាំដែលខ្ញុំបានសរសេរបើអ្នកប្រើថ្នាំនេះវានឹងរំលើងផ្ដាច់ហេតុជាឫសគល់កាលណាហេតុជាឫសគល់បានរំលើងដាច់ចោលអស់ហើយជំងឺរបស់អ្នកនឹងបានជាសះស្បើយអស្ចារ្យហើយមើលចុះវិជ្ជបណ្ឌិតខ្ញុំមានប្រាជ្ញាណាស់វិជ្ជបណ្ឌិតខ្ញុំអស្ចារ្យហើយរួចខ្ញុំបានត្រឡប់ទៅផ្ទះវិញខ្ញុំមិនទាន់លេបថ្នាំនៅឡើយពេលនោះខ្ញុំចេះតែឆ្លោះប្រកែកជាមួយអ្នកជិតខាងខ្ញុំទាំងអស់វិជ្ជបណ្ឌិតខ្ញុំជាវិជ្ជបណ្ឌិតប្រសើរបំផុតវិជ្ជបណ្ឌិតរបស់អ្នករាល់គ្នាអាចបានការសោះសម្បត្តិទិញថ្នាំដែលវិជ្ជបណ្ឌិតចេញឲ្យខ្ញុំជាសម្បត្តិទិញថ្នាំប្រកាសសម្បត្តិទិញថ្នាំដទៃទៀតទាំងអស់អាចប្រយោជន៍សោះរឿងនេះរមែងកើតឡើងនៅក្នុងជីវិតនៅក្នុងសង្គមគ្រប់បុគ្គលអ្នកត្រាស់ដឹងទាំងអស់ពេលណាព្រះអង្គឃើញទុកនៅជុំវិញខ្លួនឃើញមនុស្សឈឺព្រោះកិលេសកើតឡើងក្នុងចិត្តពេលនោះពោពេញដោយមេត្តាករុណាព្រះអង្គរមែងប្រទានសម្បត្តិទិញថ្នាំឲ្យសត្វทั่វលោកឱសថនេះនឹងជួយអ្នកអញ្ជើញពិសាឱសថផលនេះទៅរួចអ្នកនឹងរំដោះរួចផុតពីទុក្ខហើយពេលវេលារមែងកន្លងផុតទៅសត្វทั่វលោកតែងតែភ្លេចលេបឱសថសត្វทั่វលោកមិនដែលលេបឱសថសោះប៉ុន្តែគេតែងតែចងចំណងដ៏ធំសម្បើមចំពោះអ្នកបង្កើតសាសនារបស់គេអ្នកបង្កើតសាសនារបស់ខ្ញុំគឺជាបុគ្គលអ្នកត្រាស់ដឹងពិតអ្នកដតីមិនមែនទេគាត់ជាបណ្ឌិតពិតអ្នកដតីមិនមែនទេគាត់ជាព្រះអរហន្តពិតអ្នកដតីមិនមែនទេ
ខ្ញុំចេះតែឆ្លោះប្រកែកជាមួយអ្នកដទៃទៀតដោយឥតបានលេបឱសថឡើយគ្មាននរណាលេបឱសថសោះគេចេះតែឆ្លោះប្រកែករវាងនិកាយនេះជាមួយនិកាយនោះអវិជ្ជាបែបនេះអំពើឆ្កួតលីលាបែបនេះកើតឡើងដោយហេតុមកពីធម៌ស្ថិតនៅត្រឹមជំហានទី1នៃសទ្ធាខ្វាក់ឬក្រាន់បើជាងនេះបន្តិចប៉ុន្តែនៅតែអាក្រក់ណាស់ទៅទៀតព្រោះវានៅត្រឹមថ្នាក់ចន្តាមយៈបញ្ញាពេលណាអ្នកលេបឱសថពេលនោះទៅវាទៅជាភាវនាមយៈបញ្ញានោះទៅអ្នកពិសោធន៍ឃើញប្រធមផ្ទាល់ខ្លួនហើយអ្នកក៏ចាប់ផ្ដើមទទួលគុណប្រយោជន៍ប្រធមនឹងឲ្យផលនៅពេលនោះគឺដើម្បីបានសម្រេចភាវនាមយៈបញ្ញាទៅអ្នកអញ្ជើញមករួមក្នុងធម្មសិក្សាដូចនេះដើម្បីពង្រីកបញ្ញារបស់អ្នកផ្ទាល់ឲ្យចម្រើនឡើងតម្រេះវិជ្ជាបន្តពីគេមកគឺត្រឹមថ្នាក់ចន្តាមយៈបញ្ញាអាចគ្រាន់តែជួយអ្នកឲ្យដោះគំនិតល្អអាចបង្ហាញផ្លូវអ្នកវាមិនអាចរំដោះអ្នកបានឡើយអភ័ព្វណាស់មិនមែនសូម្បីត្រឹមថ្នាក់ចន្តាមយៈបញ្ញាទេ